រយៈពេលជាង 1000 ឆ្នាំស្ថិតលើកំពូលភ្នំដងរែកប្រាសាទព្រះវិហារជាស្នាដៃដ៏ល្អឯករបស់បុព្វបុរសខ្មែរបានឈរជើងយ៉ាងរឹងមាំជាសក្ខីភាពនៃប្រវត្តិសាស្ត្រវប្បធម៌អត្តសញ្ញាណជាតិខ្មែរនិងជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់មនុស្សជាតិបន្ទាប់ពីបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ 2008 ប្រាសាទនេះទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាអាជ្ញាធរជាតិព្រះវិហារបាននឹងកំពុងអនុវត្តការងារអភិរក្សជួសជុលនិងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារយ៉ាងសកម្មដោយមានការគាំទ្រនិងកិច្ចសហប្រតិបត្តិការពីដៃគូអន្តរជាតិជាច្រើនរួមមានសហរដ្ឋអាមេរិកឥណ្ឌាចិននិងបណ្ដាស្ថាប័នជាតិអន្តរជាតិជាច្រើនទៀតដើម្បីឲ្យបេតិកភណ្ឌដ៏មានតម្លៃនេះស្ថិតស្ថេរគង់វង្សយូរអង្វែងនិងលេចធ្លោជាសកលទោះជាយ៉ាងនេះក្តីកាលពីឆ្នាំ 2025 កន្លងទៅប្រាសាទព្រះវិហារនិងតំបន់ជុំវិញបានទទួលរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធនិងការប្រើប្រាស់អាវុធធុនធ្ងន់ពីយោធាថៃបង្កឲ្យប្រាសាទនេះរងការខូចខាតយ៉ាងធ្ងន់ធ្ងរនិងកំពុងអន្តរាគមន៍សង្គ្រោះបន្ទាន់លើទីតាំងដែលមានហានិភ័យខ្ពស់ដោយអាជ្ញាធរជាតិព្រះវិហារការខូចខាតលើសម្បត្តិបេតិកភណ្ឌពិភពលោកនេះមិនមែនត្រឹមតែជាការបាត់បង់និងការឈឺចាប់សម្រាប់ប្រជាជាតិខ្មែរប៉ុណ្ណោះទេប៉ុន្តែជាការបាត់បង់សម្រាប់មនុស្សជាតិទូទាំងសកលលោកក្នុងឱកាសខួបលើកទី 18 នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះអាជ្ញាធរជាតិព្រះវិហារសូមប្តេជ្ញាបន្តបេសកកម្មការពារនិងស្ដារឡើងវិញប្រាសាទព្រះវិហារពីការបំផ្លិចបំផ្លាញហើយនឹងបន្តកិច្ចសហការជាមួយដៃគូជាតិនិងអន្តរជាតិដើម្បីអភិរក្សនិងលើកតម្លៃបេតិកភណ្ឌវប្បធម៌នេះឲ្យបានគង់វង្សជាមរតកសម្រាប់ប្រជាជនខ្មែរនិងមនុស្សជាតិទូទាំងសកលលោក